ក្រោយសម្រាប់កូនរយៈពេលប្រហែលខែដែលយើងអាចអត់សក់ត្រង់ឬក៏យើងដាក់ពណ៌សក់បានចាបងប្អូនអរគ្នាដោយសារតែនៅសិលមួយថ្ងៃគឺខ្ញុំបានអត់សក់ត្រង់ណាខ្ញុំអត់សរោមហើយខ្ញុំដាក់ពណ៌សក់អញ្ចឹងសួរថារយៈពេលប្រហែលខែក្រោយសម្រាប់ដែលយើងអាចអត់ត្រង់ក៏យើងលាបពណ៌សក់បានហើយសម្រាប់ខ្ញុំគឺខ្ញុំសម្រាប់កូនបាន3ខែកន្លះហើយខ្ញុំក៏បាត់ដល់កូនដែរអញ្ចឹងសួរថាមានផលប៉ះពាល់អត់បើតាមឯកសារគឺអត់មានឯកសារណាមួយបញ្ជាក់ច្បាស់ថាមានផលប៉ះពាល់ទៅដល់កូនទេសារធាតុផ្សំជាប្រភេទថ្នាំលាបសក់ឬក៏ថ្នាំពណ៌សក់ហ្នឹងវាតិចតួចបំផុតកម្រិតតិចតួចបំផុតដែលអាចជ្រាបចូលទៅតាមទឹកដោះរបស់យើងមែនតើទៅសង្កត់ថាវាអត់មានផលប៉ះពាល់អីណាកុំឲ្យបងប្អូនអ្នកគ្នាមានផ្ទៃពោះហើយយើងទៅអត់សក់ឬក៏យើងទៅដាក់ថ្នាំពណ៌សក់អាហ្នឹងអត់មានផលប៉ះពាល់ប៉ុន្តែបើយើងសម្រាប់កូនហើយគឺសុខភាពអត់អីទេបងប្អូនអ្នកគ្នាអាចធ្វើការទៅអត់ត្រង់ឬក៏យើងទៅដាក់ពណ៌សក់បានដាក់នៅពេលណានៅពេលដែលបងប្អូនអ្នកគ្នាមានអារម្មណ៍ថាត្រឡប់មកសុខភាពធម្មតាវិញហើយដែលយើងអាចតែងខ្លួនវិញបានដែលយើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងឡើងវិញឬក៏យើងចង់ស្អាតគឺបងប្អូនអ្នកគ្នាអាចធ្វើបានដោយមិនចាំបាច់កំណត់ពេលវេលាទេអញ្ចឹងជាក់ស្ដែងសម្រាប់ខ្ញុំគឺ3ខែកន្លះហើយអញ្ចឹងមានអារម្មណ៍ថាយើងចង់តែងខ្លួនយើងចង់អត់យើងចង់ដាក់ពណ៌សក់ទៅតាមចិត្តដែលយើងចង់ធ្វើតាអត់មានផលប៉ះពាល់អីទេណាអត់មានផលប៉ះពាល់អីទេប៉ុន្តែអំឡុងពេលមានផ្ទៃពោះណាហាមពេលមានផ្ទៃពោះសុំកុំចង់ស្អាតពេកពេលមានផ្ទៃពោះយើងមានកូនក្នុងផ្ទៃអញ្ចឹងធ្វើអីមួយយើងត្រូវតែគិតទៅដល់កូនរបស់យើងការហូបចុកក៏ដូចគ្នាការតែងខ្លួនដាក់ពណ៌សក់ដាក់អីហ្នឹងអ៊ុតសក់ត្រង់អីហ្នឹងកុំឬក៏លាបកញ្ចក់អីហ្នឹងគឺมันល្អទេតែបើកាត់សក់ហ្នឹងកាត់បានណាកាត់សក់កាត់បានតែបើថាមានការប្រើថ្នាំអ៊ុតត្រង់ឬក៏យើងដាក់ពណ៌សក់អីនេះវាមានសារធាតុគីមីអញ្ចឹងប៉ះពាល់ដល់កូនអញ្ចឹងកុំចង់ស្អាតនៅពេលដែលមានផ្ទៃពោះចាំពេលដែលយើងសញ្ញាកូនហើយចង់ស្អាតមិនក៏ស្អាតទៅដាក់ពណ៌សក់មិនក៏ដាក់ទៅអត់មានផលប៉ះពាល់អីទេចាអរគុណច្រើនចង់បញ្ចប់នៃវីដេអូសូមណែនាំបងប្អូនស្ត្រីដែលគាត់ក្រោយពេលសម្រាប់កូនមានបញ្ហាឮសលេងខ្យល់ចេញពីទ្វារមាសដែលបញ្ជាក់ថាសុខភាពទ្វារមាសរបស់យើងគឺខ្សោយក្រោយពេលសម្រាប់កូនហើយក៏ជាដំណាក់កាលទី1នៃការស្រុតស្បូនផងដែរសូមណែនាំបងប្អូនអ្នកគ្នាមកប្រើប្រាស់ជាមួយនឹងសេរ៉ូមស្ត្រី Nona KH នេះបានគុណភាពគឺល្អខ្លាំងមែនតើហើយមួយទៀតសម្រាប់ស្ត្រីដែលគាត់មានបញ្ហាក្រោយសម្រាប់កូនថ្នេរអត់ទាន់ជាណាសូមណែនាំបងប្អូនស្ត្រីក្រោយពេលសម្រាប់កូនអាចប្រើប្រាស់ជាមួយនឹងឈុតទឹកអនាម័យសេរ៉ូមនេះបានប្រើហើយគឺថ្នេររបស់យើងគឺឆាប់ជាហើយទ្វាររបស់យើងគឺមានសំណើមចឹងបទពិសោធន៍ដែលខ្ញុំប្រើប្រាស់ក្រោយពេលសម្រាប់កូនគឺថ្នេររបស់ខ្ញុំគឺឆាប់ជាហើយទ្វាររបស់ខ្ញុំគឺមានសុខភាពល្អមែនតើអ្វីសំខាន់បញ្ហាលាន់ស្បូនឬក៏មានបញ្ហាស្ងួតទ្វារមាសក្រោយពេលសម្រាប់កូននេះគឺអត់សោះតែម្ដងដោយសារខ្ញុំបានប្រើប្រាស់ជាមួយនឹងឈុតទឹកអនាម័យមួយនេះ